សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបាននាំមកនៅរឿងដែលតាក់ទងជាមួយនឹងការឆ្លងពេលវេលាសូមបងប្អូនរងចាំសម្រាប់ទាំងអស់គ្នារឿងនេះដែរបានកើតឡើងនៅប្រទេសអឺរ៉ុបក្រុមគ្រួសារមួយបានរស់នៅជនបទម៉ាកគឺជាកូនទី2ហើយគេក៏បានសិក្សានៅសាលារៀនមួយម៉ាកពេលដែលទៅរៀនម្ដងតែតែមានមិត្តភ័ក្តិធ្វើបាបហើយគេមិនសូវចូលចិត្តលេងនឹងរាប់អានជាមួយម៉ាកប៉ុន្មានទេតែពួកគេគិតថាម៉ាកមកពីគ្រួសារដែលមិនសូវមានពេលដែលម៉ាកអាយុបាន8ឆ្នាំឪពុករបស់ម៉ាកក៏បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅពេលនោះទៅធ្វើឲ្យម៉ាកមានការសោកស្ដាយយ៉ាងខ្លាំងព្រោះថានៅពេលនោះដែរឪពុករបស់ម៉ាកត្រូវធ្វើដំណើរទៅទទួលម៉ាកចេញពីសាលារៀនដោយសារតែមានការរអាក់រអួលផ្នែកចរាចរណ៍ធ្វើឲ្យមានការយឺតយ៉ាវដូច្នោះហើយត្រូវធ្វើឲ្យឪពុកម៉ាកព្យាយាមបើកបរលឿនហើយក៏ទៅជួបឧបទ្ទវហេតុបុកគ្នាជាមួយនឹងឡានដឹកទំនិញដ៏ធំមួយធ្វើឲ្យជ្រុលហើយក៏ស្លាប់នៅពេលនោះទៅបាទកន្លែងនេះដែរចង់បញ្ជាក់ប្រាប់បងប្អូនថាដោយសារតែឪម៉ាក់ហ្នឹងគាត់យឺតយ៉ាវដោយសារតែគាត់មានធុរៈផងគាត់ណាអញ្ចឹងគាត់លែទៅធ្វើការងារគាត់ទៅអញ្ចឹងបានគាត់រៀងយឺតយ៉ាវម៉ោងមួយយប់ម៉ាកណាហ្នឹងហើយអញ្ចឹងដល់ពេលគាត់លែរវល់ការងារគាត់នៅគាត់រៀងយឺតមួយយប់ម៉ាកដល់ពេលគាត់ជិះទៅយប់ម៉ាកនៅសាលាបានគាត់រៀងបន្ថែមលបឿនដើម្បីកុំឲ្យយឺតយ៉ាវទៅយកកូនណាប៉ុន្តែវាចៃដន្យអីនៅតាមផ្លូវក៏ជួបឧបទ្ទវហេតុដែលមិនគួរនឹងស្មានចាប់ពីពេលនោះមកម៉ាកក៏ត្រូវបាត់បងឪពុកហើយរស់នៅជាមួយម្ដាយហើយនឹងបងប្រុសម្នាក់ទៀតជារៀងរាល់ថ្ងៃម៉ាកត្រូវបានជិះកង់ទៅសាលាដោយខ្លួនឯងចាប់ពីពេលនោះមកម៉ាកក៏បានព្យាយាមដើម្បីរស់នៅជាខ្លួនឯងបាទបានន័យថាគាត់ទៅវិញទៅមកសាលាគាត់ទៅមកខ្លួនឯងណាអត់មានម៉ែឪណាទៅយកទៀតទេដោយសារតែម្ដាយគាត់ហ្នឹងក៏គាត់រវល់ការងារផ្ទះអញ្ចឹងណាហើយបងគាត់ហ្នឹងក៏គាត់មានការងារគាត់រៀនខ្លួនអញ្ចឹងគាត់អត់បានមានពេលមកយកម៉ាកទេហើយសាលាម៉ាកហ្នឹងក៏វាអត់ឆ្ងាយប្រហែលដែរប្រទេសណាអញ្ចឹងគាត់អាចជិះកង់ទៅមកបានហ្នឹងហើយម៉ាកនៅសាលាក៏មានមិត្តភ័ក្តិម្នាក់ដូចឈ្មោះ Peter ណា Peter គឺជាមិត្តភ័ក្តិស្និទ្ធស្នាលជាមួយគាត់មែនទែនហ្នឹងហើយទៅណាមួយណាឬក៏លេងអីគាត់លេងជាមួយតែ Peter ហ្នឹងឯងបាទហើយក្រៅពី Peter ហ្នឹងមិត្តភ័ក្តិដទៃទៀតគឺចូលចិត្តតែមក bully គាត់ណាអញ្ចឹងអត់សូវមានពីណាគេចូលចិត្តគាត់ទេដោយសារអ្នកខ្លះគេថាម៉ាកហ្នឹងជាកូនអត់ឪពុកអត់អីចឹងទៅហ្នឹងហើយម៉ាកហ្នឹងគឺជាមនុស្សតែចង្រៃធ្វើឲ្យឪពុកធ្វើឲ្យស្លាប់ហ្នឹងណាគឺធ្វើឲ្យគាត់ចូលចិត្តហើយក៏គាត់អត់ចូលចិត្តពួកអ្នកដែលនិយាយមិនល្អចំពោះគ្រួសារគាត់ជាផ្សេងនិយាយចំពោះឪពុកគាត់ណាហ្នឹងហើយហើយមានតា Peter ទេដែលជាមិត្តភក្តិគាត់ដែលយល់ចិត្តគ្នាណាហើយនៅក្នុងសាលានោះគឺមានឈ្មោះថា Scott បាទ Scott គឺចូលចិត្តធ្វើបាប Mark ហើយនិង Peter មែនទែនហ្នឹងហើយពេលដែលញ៉ាំបាយញ៉ាំអីចឹងណាពេលដែលឃើញ Mark ហើយ Peter ញ៉ាំបាយជួនកាលគាត់មកទាញចានបាយតម្លាក់ចានអីចឹងណាហើយគាត់ថាឲ្យអាកូនអត់ឪអត់អីចឹងទៅហ្នឹងហើយធ្វើឲ្យ Mark គាត់កន្លែងហ្នឹងគាត់ stress មែនទែនហ្នឹងហើយគាត់អន់ចិត្តនឹងខ្លួនឯងផងបន្ទោសខ្លួនឯងផងអញ្ចឹងណាហើយរស់នៅជាកូនអត់មានឪពុកផងធ្វើឲ្យគាត់ជួយជោគចាប់មែនទែនហើយ Scott ហ្នឹងគាត់លេងសើចគាត់អត់ដឹងថាគេហ្នឹងមានបញ្ហាផ្លូវចិត្តប៉ុណ្ណាទេបាទហើយគាត់ចេះតែព្យាយាមលេងរហូតចឹងទៅពេលខ្លះហ្នឹងធ្វើឲ្យម៉ាកហ្នឹងគាត់គិតថាគាត់ចង់ឈប់រៀនណាហ្នឹងហើយដោយសារតែអ្នកនៅសាលាចេះតែ bully គាត់ហ្នឹងហើយអញ្ចឹងគាត់ប្រាប់ម្ដាយបងប្រុសគាត់ថាគាត់ចង់ឈប់ទៅរៀនហើយគាត់ចង់ទៅធ្វើការជាមួយបងជាមួយអីណាដើម្បីផ្គត់ផ្គង់គ្រួសារប៉ុន្តែម្ដាយគាត់ឬបងប្រុសគាត់ហ្នឹងចេះតែហាមគាត់ថាអត់ទេអត់ឲ្យឈប់រៀនទេរៀនឲ្យចប់ចឹងទៅហើយចប់ហើយចាំរកការងារធ្វើអញ្ចឹងណាហ្នឹងហើយ
គាត់អត់ចង់ឲ្យប្អូនឈប់នៅពាក់កណ្ដាលចឹងទេហ្នឹងហើយអត់ព្យាយាមរៀនហើយសំបីតែគេមើលងាយថាឲ្យមើលងាយទៅសិនចោះចាំយើងរៀនចប់អានឹងចាំពីគិតគ្នាទៀតបាទកន្លងមកជាច្រើនឆ្នាំប្រហែលជា2-3ឆ្នាំបាទអញ្ចឹងPeter និង Mark ហ្នឹងគាត់នៅតែរៀនមួយគ្នាណាហ្នឹងហើយរៀននៅវិទ្យាល័យអីមួយគ្នាចឹងទៅហ្នឹងហើយស្រាប់ថ្ងៃមួយណា Scott ហ្នឹងឃើញ Mark ហ្នឹងគាត់ថាMark ឯងឃើញ Peter អត់គាត់ថាឃើញណា Peter អង្គុយនៅនោះអញ្ចឹងណាគាត់ថាចង់ឲ្យ Peter មកជួយគាត់បន្តិចអញ្ចឹងណាហើយសួរជួយរឿងអីគាត់ថាអត់មានរឿងអីធំដុំទេគាត់ឲ្យមកជួយគាត់ជួយលើកអីវ៉ាន់បន្តិចអញ្ចឹងណានៅក្រោយសាលាអញ្ចឹងទៅហ្នឹងហើយMark ហ្នឹងក៏ពេលគាត់ដើរទៅហ្នឹងគាត់ក៏ហៅ Peter អញ្ចឹងទៅគាត់គិតថាជារឿងធម្មតាណាបាទអញ្ចឹងកាត់រំលងដល់ស្អែកឡើងបាទស្អែកឡើងហ្នឹងគាត់អត់ឃើញ Peter មករៀនណាហ្នឹងហើយដោយសារមកគាត់អត់ឃើញ Peter មករៀនអញ្ចឹងគាត់ទៅសួរ Scott ណាដល់ពេលទៅសួរ Scott គាត់ថាអីវាអត់ដឹងផងវាអត់ដឹងផងហើយមកសួរថាចុះម្សិលមិញហ្នឹងហៅ Peter ទៅក្រៅហ្នឹងហៅគាត់ធ្វើអីហើយមិនបានអត់ឃើញគាត់មករៀនហើយឥឡូវគាត់នៅណាតែវាអត់ដឹងផងពេលដែលគាត់ហៅមកហើយ Peter ក៏ទៅផ្ទះវិញអញ្ចឹងណាហ្នឹងហើយកន្លែងនេះដែរដល់ពេលចេញពីរៀន Mark ក៏បានឆ្លៀតជិះកង់ទៅផ្ទះ Peter ណាហ្នឹងហើយទៅសួរ Peter ថាហេតុអីបានគាត់អត់ទៅរៀនអត់ទៅអីចឹងណាហ្នឹងហើយកន្លែងនេះដែរពេលដែលគាត់ទៅដល់ផ្ទះ Peter ឃើញ Peter នៅផ្ទះបាទហើយគាត់អត់ស្រួលខ្លួនទេគាត់ឈឺណាហ្នឹងហើយដល់ពេលសួរនាំទៅគាត់ថាម្សិលមិញហ្នឹងពេលដែល Scott ហៅគាត់ទៅក្រោយហ្នឹង Scott ហ្នឹងបានហៅគាត់ចូលទៅក្នុងបន្ទប់ហើយពេលចេញមកScott ហ្នឹងក៏ចាក់សោពីក្រៅហ្នឹងហើយទៅគាត់ក្នុងបន្ទប់ហ្នឹងណានៅតែឯងណាហ្នឹងហើយធ្វើឲ្យគាត់ភ័យមែនតើហ្នឹងហើយភ័យឲ្យគាត់គោះទ្វារចុះគេទៅផ្ទះអស់ហើយនៅតែគាត់តែឯងវាមានតែគេបើកទ្វារឲ្យហ្នឹងហើយគាត់ភ័យផងយំផងណារហូតដល់យប់ដល់ពេលយប់បន្តិចបានមានបងប្អូនគាត់ទៅណាក៏គាត់ដើររត់ជុំវិញសាលាហ្នឹងគាត់ឮសំឡេងPeter នឹងស្រែកណាក៏គេបានកោះទ្វារកោះអីជួយហ្នឹងទៅហើយកន្លែងនេះដល់ពេលសួរនាំ Scott ថាមានបញ្ហាអីហ្នឹងក្រុមគ្រួសារគាត់ក៏ Peter គាត់លក្ខណៈគាត់ថាធម្មតាអញ្ចឹងគាត់ថាគាត់ចូលទៅក្នុងហ្នឹងដល់ពេលហើយមិត្តភ័ក្តិចេញមកគេភ្លេចគាត់គេចាក់សោចោលណាគាត់អត់មានបន្ទោសទេគេថាប្រហែលជាគេគិតថាគាត់ចេញមកបាត់អស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់អត់បានបន្ទោសទៅ Scott ទៅអីទេគាត់គិតថាប្រហែលជាពួកគាត់ចេញមកអស់ហើយគាត់ថាអស់មនុស្សអញ្ចឹងណាគាត់ចាក់សោទៅប៉ុន្តែតាមពិតហ្នឹង Scott ហ្នឹងគាត់ធ្វើបាប Peter ទេកន្លែងនេះណាដោយស្ដាប់ដឹងរឿងហើយទាំងអស់អញ្ចឹងMarkក៏គាត់ដឹងពីរឿងរ៉ាវថារឿងនេះប្រកាសជា Scott អ្នកធ្វើបាប Peter ហ្នឹងហើយដោយសារតែគាត់ហៅ Mark ពេលនេះហើយហៅ Peter មកក្រោយហ្នឹងណាអញ្ចឹងគាត់ដឹងថាច្បាស់ជា Scott ហ្នឹងគាត់អ្នករៀបការរការធ្វើបាប Peter ណាពួកហ្នឹងតែតែធ្វើបាបពួកគាត់ពីមុនមកណាអញ្ចឹងគាត់គិតថាScott ហ្នឹងតែមានបំណងល្អទេតែចង់ធ្វើបាបពួកគាត់ណាហ្នឹងហើយកន្លែងនេះដែរភ្លេចប្រាប់បងប្អូនតាក់ទងជាមួយ Scott ណា Scott ហ្នឹងគឺគាត់កូននាយកសាលាហ្នឹងហើយអញ្ចឹងហើយពេលខ្លះហ្នឹងមានបញ្ហាគាត់មានបញ្ហាមួយសិស្សធ្វើបាបMark กับ Peter ហ្នឹងក៏គាត់បានប្រាប់គ្រូដែរប៉ុន្តែការប្រាប់គ្រូគាត់ហ្នឹងក៏អត់មានប្រយោជន៍ទេបាទដោយសារតែScott ហ្នឹងគាត់កូននាយកសាលាអញ្ចឹងពេលដែលហៅទៅគឺអត់មានរៀនកាត់ឡើងណាព្រោះគាត់កូននាយកសាលាមានតែហ៊ានធ្វើអីគាត់អញ្ចឹងណាបើសិនជាអ្នកផ្សេងច្បាស់ជាមានបញ្ហាប៉ុន្តែពេល Scott មានបញ្ហាអីព្រោះគាត់កូននាយកសាលាហើយពេលដែលពីសមការមកដល់សាលាហ្នឹងក៏បាននាំគុណសិស្សទាំងអស់មកទៅបោះតង់លេងនៅក្នុងព្រៃណាបាទកន្លែងនេះដែរScott ហ្នឹងក៏គាត់រៀបការការធ្វើបាប Peter ហើយនឹង Mark ហ្នឹងម្ដងទៀតពេលទៅបោះតង់ដើរលេងណាហ្នឹងហើយនៅក្នុងព្រៃនោះដែរគឺមានផ្ទះដែលចាស់មួយបាទដែលគេទុកចោលណាហ្នឹងហើយអត់មានមនុស្សរស់នៅទេអញ្ចឹង Scott បាននាំសិស្សប្រុសណាសួរថាពីណាគេចង់ទៅលេងក្នុងផ្ទះនឹងអត់ថាមានរបស់លេងរបស់អីដែរមើលទៅណាគួរឲ្យវាសុបាយចង់ទៅនាំគ្នាលេងណាហ្នឹងហើយក៏បបួលMark បបួល Peter ទៅដែរហើយពួកគាត់អត់អីព្រោះទៅគ្នាទាំងអស់គ្នាហ្នឹងហើយប្រុសច្រើននេះដែរណា
hay sơ sợi của quạt nơi khi quạt đông tới nên sơ phổ từ khi chọn nó phải chỉ chật một hay nhẹ chẳng là ngày chẳng còn mình bánh hà này còn mình tại đàn lên play từ lên hôm tới lên kia kia tại kia tục cháo đó này bây giờ đo cái lái kia năng đá miền sơ khá có thảo kia này củi khá chẳng cái này là khá của bộ bùa màu vinh chẳng này hay này khá có thể khá ít đi chứ một góc lún này trôi tới khá vậy là ngày con ông đi trôi thì chẳng hay không kia nó của mình vật tục thì bị vật tục tiến là ngày và quạt trôi lên từ rồi là bom mình sập hơi mấy tiền nắng là ngày bây để bộ sơ quạt công từ mờ bỏ nó trong tiền nắng này khác mà trôi tam vật tục đi chẳng này đó cái như vật tục môi nó khinh cái đại văn như đục thọt như son và đèn phước đẹp tuổi ấy này Scott các bạn hai Peter nâng mạc ở chỗ mà mới này hay còn mình sắp xem trận này phần sơ khác quạt các bạn đừng khéo chẳng này Scott các bạn trôi tới khơi đục thọt nữa hai mạc hay nâng Peter trôi sẽ tập là Peter hay nâng mang con bông ở mới còn bông mơ thích luôn đấy nó xem là Scott còn tin phía bật chạ sào hai con non một trên tờ bạt hay của nó đằng thả pin nhẹ nơi không nhiều cái này nâng đá ở Peter còn pay mình tên mà của quạt lọp chọp con đừng đo này đấy là như đá vừa ở Peter quạt pay quạt rụt một tục nắng là rụt spa của dạng ngật đó bị bắt phía pop bị off blue bộ lưới bên ta đã khăn khéo thì là ngày sẽ lại những đá Peter quạt bàn đủ thái quạt có từ một adico là cái tục chào đúng không là ngày bạc này quạt mà vừa quạt quạt này nhé lại nắng này thực này quạt tầng pi là ngày thực này quạt tầng pi chứng tới quạt sai mình tên mà chân cả lại như đá xong bây giờ bộ quạt sai những quạt miền Việt Nam kia lư đà là ngày đọc để sao tập bộ sơ nó quạt tranh từ bên ó nó là ngày hay thử nó bị ngạt phóng hay nó bật tục nó sẽ gặp lư đâu khăn khải nó là ngày chẳng ọt miền Việt Nam kia lư xâm lây quạt tê vừa ảo giờ Peter nó quạt chụp chạm mền tén là ngày sẽ mà giờ tu máu hai chiều mà máu khỏi máu thuê nó có trai bàn bạc giờ bị bạc thì khi mà đo mà nẻ nè hay mà đo mà nẻ đánh có bàn phẹp quạt thả xông tô để trong mà chui dượt bể lên này con té đập bê mà quạt mơ từ bờ đó nó quạt ọt squall thì mình đang chỉ bờ đó nó chỉ bên nhà kế này mình men chỉ crew quạt hay còn mình men chỉ bom bồn quạt mình đang chỉ bên nhà kế con té mũ đuôi sờ điếng này quạt mơ tới này chẳng bắt đầu mau bị thuê nó bán bạc hái mà nó có chơi diêm kia Peter nó từ rồi cái lại bỏ tòng nó làm bay tập rạp crew làm bay bị chun Peter từ bên tì pet màมันต่อปีเป็นชุนพิเตอร์เตอร์บันทีเป็ดนั่งในบอกก่อนนั่นคืออาจช่วยสังครูปันแต่มาแข่งเตียนยังไงจังมาแข่งเตียเป็ดก็ได้เพียงบาเตียเดือดสายก่อนหมดเฉยยังไงให้มีเตียตลอดไอ้จนtớiก่อนจวดบานเตียจังบานแต่มาแข่งให้มาแข่งนั่นก็อัดสบานอได้จังก่อนมือเคยปันเดียนะถ้าเคยมีอัดสบายด้วยในดาวมันก็ได้ก่อนมือเคยยังเป็นขนาดมือเคยมีอัดสบายเห็นสบายได้จังเรื่องราวนี้เพื่อเอามากกอดมีจุดขังจมูกสกอตเมนเทนไปสมัยแต่กอดพี่ยิ้มปรับแฮดพอลตัวครูนะแถมมากกอดเพื่อบาปเถอะจังเป็นแต่ดับไปเฮาซูนอมตื้อคือมากกอดแต่กอดดังเรื่องเตะเลยซาแต่เป็นนุคนซักเขาตั้งออกนี่ได้ยังไงเกี่ยวเคยตั้งออกนี้นะเนี่ยเขาลักกอดแทนเลยซาแต่ยังใจมองเป็นจังตื้อจังอดดังแต่ปูกอดในขนมดังเตะยังไงวิโยเลรุยครูนั่นนะดังไงให้กอดมีพ่อตาไงนะใบเจ้าtừ Scottนะให้มือติด Scott นั้นก็จะโกนอยู่สลายติดจังนั้นแต่เธอไอ้ Scott นั้นbịอดbánนั่นไงจังสมใจกันลงปีพวกกอดเรียนจอบนะจังเป็นได้มาไกลนึงพิเธอกอดเรียนจอบtớiกอดกับบ้านตโรกางีเพื่อดึงเรียนครูนั่นไงเป็นได้เรียนจอบเลียมนั้นมาไอ้กอดตอนมีการงีเธอมากอดตัวเพื่อการในขนมหางหลุดลงปางหน่วยนั่นไงlàm bay từประมาณนู้นกดกงชุนฟูแสช่วยไม้กดพ้อให้กดถือโหลุยประแทมในใบรินประต่อนั่นไงให้สำหรับชีวิตระบบพิเธอก็มันโคกในบิมากได้บ่าคนน่ะพิเธอก็ยิ่งยับจึงแมงติ๊กโดยซาแต่กอดชีมนุษย์ปีกาพเนี่ยก็จังกลายฝึกการมวยจำนวนนั่นคืออัดเงยโยกอดเพื่อเตะบ่าปูกลายคลาดที่ถ่ายการมนุษย์ได้มี
លក្ខណៈសម្បត្តិពេញលេញអញ្ចឹងណាដោយសារគាត់ពិការភ្នែកអញ្ចឹងកន្លែងខ្លះក៏គាត់អត់ត្រូវការគាត់ធ្វើការហើយកន្លែងខ្លះក៏ទទួលគាត់ធ្វើការណាកន្លែងខ្លះដែលគេអត់រើសអើងណាកន្លែងនេះចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចចង់និយាយថាកន្លែងធ្វើការគេមិនប្រកាន់គាត់ទេប៉ុន្តែគេបដិសេធលក្ខណៈគេនិយាយថាគេអត់ត្រូវការបុគ្គលិកទេឬកន្លែងនេះបុគ្គលិកគេពេញហើយអញ្ចឹងណាគេលេះដល់សារគេប៉ុន្តែតាមជាក់ស្ដែងនោះគេរើសជាងឯងដោយសារតែគាត់នឹងពិការភ្នែកមួយខាងអញ្ចឹងមើលទៅដោយសារតែវ័យគាត់ជាវ័យលក្ខណៈពងពេញស្អាតអញ្ចឹងណាចឹងគាត់មានពិការភ្នែកហើយកន្លែងគេធ្វើការមនុស្សស្អាតធ្វើការអញ្ចឹងគេបដិសេធគាត់អញ្ចឹងណាហ្នឹងហើយបន្ទាប់មកនោះPeter ក៏បានការងារមួយណាគឺនៅកន្លែងគឺបោះពុម្ពកសែតហ្នឹងហើយអញ្ចឹងក៏គាត់ធ្វើការនៅកន្លែងបោះពុម្ពកសែតហ្នឹងណាជាអ្នករៀបចំกระดาษរៀបចំអីទៅហ្នឹងហើយចំណែក Scott វិញត្រូវបានឪពុកម្ដាយគាត់ហ្នឹងបញ្ជូនទៅរៀនបន្តខាងច្បាប់ហ្នឹងហើយអញ្ចឹងScott គាត់បានរៀនបន្តខាងច្បាប់ប៉ុន្តែយ៉ាប់តម៉ាកនឹង Peter នេះគាត់ដោយសារគាត់អត់មានលុយអញ្ចឹងគាត់ត្រូវការសំលុយដើម្បីទៅរៀនបន្តទៀតណាហ្នឹងហើយថ្ងៃមួយនោះនៅរដ្ឋរបស់គាត់នោះមានការប្រឡងមួយហ្នឹងហើយសម្រាប់តែសិស្សរៀនចប់ហ្នឹងហើយពេលទៅប្រឡងអានឹងជាប់ហ្នឹងអ្នកដែលទៅប្រឡងហ្នឹងអាចទៅទទួលបានអាហារូបករណ៍ទៅរៀនជំនាញដែលខ្លួនឯងចង់បានដោយមិនគិតលុយហ្នឹងហើយអញ្ចឹងកន្លែងនេះដែរPeter ហើយនឹងMark ហ្នឹងគាត់ក៏ទៅប្រឡងណាហ្នឹងហើយគាត់ទៅប្រឡងអាសាគាត់សង្ឃឹមថាបើសិនជាគាត់ប្រឡងជាប់អញ្ចឹងគាត់មិនបាច់ធ្វើការទេគាត់ទៅរៀនបន្តកន្លែងនេះដែរសិស្សដែលទៅរៀនបន្តហ្នឹងបើសិនជាគាត់ជាប់ណាគាត់នឹងមានប្រាក់ខែទៀតហ្នឹងហើយអញ្ចឹងគាត់រៀនបដាគាត់មានប្រាក់ខែបដាអញ្ចឹងគាត់អត់ពិបាកធ្វើការខាងក្រៅទៀតទេអញ្ចឹងណាដោយសារជារដ្ឋគេលើកទឹកចិត្តសម្រាប់សិស្សបកែអញ្ចឹងហ្នឹងហើយប៉ុន្តែជាអកុសលអីពួកគាត់ទាំងពីរហ្នឹងទៅប្រឡងអត់ជាប់ទេហ្នឹងហើយទាំងពីរអ្នកប្រឡងអត់ជាប់ទេណាហ្នឹងហើយក៏ពេលដែលគេចេញចម្លើយមកហ្នឹងគាត់ធ្លាក់ប្រហែលមុខវិជ្ជាណាហ្នឹងហើយអត់បានបន្ទុកត្រូវជាប់ណាអញ្ចឹងក៏គាត់អត់បានជាប់ហារូបករណ៍ទេកន្លែងនេះណាហើយក៏វិលមកធ្វើការដូចធម្មតាវិញទៅហ្នឹងហើយកាត់រំលង10ឆ្នាំក្រោយមកអញ្ចឹង10ឆ្នាំក្រោយមកហ្នឹងMark និង Peter ហ្នឹងដោយសារតែគាត់អត់មានលុយគ្រប់គ្រាន់ដើម្បីទៅរៀនណាគាត់ក៏បានធ្វើមកធ្វើការឲ្យគេណាហ្នឹងហើយធ្វើការផងជួយក្រុមគ្រួសារគាត់ផងណាដោយសារតែជីវភាពគាត់រៀងខ្វះខាតដែរអញ្ចឹងណាកន្លែងនេះបងប្អូនឮខ្ញុំនិយាយថាMark Peter ហ្នឹងគឺគាត់រស់នៅផ្សេងគ្នាណាប៉ុន្តែចង់និយាយថាជីវភាពគាត់ទាំងសងខាងនៅកន្លែងផ្សេងគ្នាមែនប៉ុន្តែជីវភាពគាត់គឺអញ្ចឹងគឺគាត់អត់មានបានទៅធំដុំទេដោយសារតែគាត់ក្រុមគ្រួសារគាត់មិនមែនជាអ្នកធូរធារណាអញ្ចឹងគាត់ត្រូវបើសិនជាគាត់ចង់រៀនគាត់ត្រូវរកលុយឲ្យមានហើយមកគាត់រៀនបានរៀនបន្តណាហើយរៀនបន្តហ្នឹងគាត់ត្រូវការមានលុយមួយចំនួនដើម្បីជួយក្រុមគ្រួសារគាត់ទៀតប៉ុន្តែដោយសារតែគាត់រកលុយវាអត់គ្រប់អញ្ចឹងគាត់អត់បានរៀនបន្តទេហ្នឹងហើយថ្ងៃមួយនោះMark និង Peter ហ្នឹងគាត់ក៏ណាត់គ្នាមកដើរលេងណាហ្នឹងហើយលក្ខណៈគាត់ចង់និយាយពីរឿងចាស់ដែលពីនៅរៀនអីចឹងណាគាត់ក៏ណាត់គ្នាមកគាត់ដើរលេងជិះកង់ដើរលេងណាពេលទៅដើរលេងហ្នឹងគាត់ផ្លូវទៅផ្ទះគាត់ណាMarkថាចង់នាំ Peter ហ្នឹងទៅលេងក្នុងភូមិរបស់គាត់ចឹងណាសេចក្ដីពេលជិះទៅក្នុងភូមិគាត់ហ្នឹងមុនចូលភូមិមានខ្លោងទ្វារមួយណាខ្លោងទ្វារមួយប៉ុន្តែអត់មានទ្វារបិទបើកទេហ្នឹងហើយស្រាប់ពេលជិះទៅដល់នោះស្រាប់មានភ្លើងមួយដូចភ្លើងហ្វាពីមុខគាត់ចឹងណាគាត់ក៏គិតថាប្រហែលជាភ្លើងស្អីពីមុខមកគាត់ក៏ជិះចូលទៅស្រាប់ដល់ពេលជិះចូលហ្នឹងគាត់ពីរនាក់ហ្នឹងក៏ស្លាប់ទៅដោកទាំងពីរនាក់ណាកន្លែងនេះដែរពេលដែលគាត់ដឹងខ្លួនMarkនិង Peter ពេលដែលដឹងខ្លួននោះគាត់ស្រាប់តែមកដឹងខ្លួននៅមុខសាលាគាត់រៀននៅពីតូចណាហ្នឹងហើយកាលពីគាត់អាយុ7 8 9ឆ្នាំណាគាត់ក៏នៅមុខនឹងឯងបាទហើយថ្ងៃនោះដែរគឺជាថ្ងៃកើតហេតុដែលថ្ងៃដែល Peter ដែល Scott ហៅចូលក្នុងបន្ទប់បងប្អូនចាំអត់ដែលហៅMarkឲ្យទៅហៅ Peter មក
ដោយសារតែគាត់ដឹងថ្ងៃហ្នឹងព្រោះថ្ងៃហ្នឹងពេលដែលគាត់ឈរមកខាងក្រៅទៅគាត់ឃើញMark នៅពីក្មេងហ្នឹងមកហៅ Peter ថាស្គាត់ឲ្យហៅទៅក្រោយណាហើយ Mark ហ្នឹងក៏ដើរចេញទៅផ្ទះទៅហ្នឹងហើយអញ្ចឹងបាន Mark គាត់ថាអូថ្ងៃហ្នឹងថ្ងៃដែលស្គាត់ធ្វើបាបហ្នឹងហើយដល់កន្លែងហ្នឹងចង់និយាយថាគាត់អត់ដឹងធ្វើម៉េចទៅគាត់ក៏រត់ទៅផ្ទះ Peter ណាដើម្បីប្រាប់បងប្អូន Peter ហ្នឹងទៅកន្លែងនេះដែរបងប្អូនចាំអត់ហេតុនេះបានចង់និយាយថាបងប្អូន Peter គាត់ដឹងថា Peter នៅក្នុងបន្ទប់ហ្នឹងណាដោយសារតែ Mark ហើយនឹង Peter បច្ចុប្បន្នហ្នឹងគាត់ទៅប្រាប់អញ្ចឹងមិនពួកគាត់ដឹងណាហ្នឹងហើយដល់ពេលសួរនាំទៅបានដឹងថាដោយសារតែគាត់ដឹងរឿង Peter ក្នុងជាប់ក្នុងបន្ទប់ហ្នឹងថាមានបុរស2នាក់ណាមកប្រាប់គាត់ហើយបុរស2នាក់ក៏ទៅបាត់វិញទៅហ្នឹងហើយកន្លែងហ្នឹងណាហើយសួរនាំទៅថាស្គាល់បុរសនឹងអត់ថាអត់មានតែគេស្គាល់ទេនឹងជាគេមកពីណាណាហើយបុរស2នាក់ហ្នឹងគឺ Mark និង Peter យើងបច្ចុប្បន្ននេះឯងអញ្ចឹងគ្រាន់តែប្រាប់រឿងនេះហើយណា Mark Peter ហ្នឹងក៏បានឃើញភ្លើងដែលដូចភ្លើងហ្វាណាពេលដែលគាត់ដើរជិះមកឃើញយកភ្លើងហ្វាហ្នឹងមកចង់មុខគាត់ទាំងពីរនាក់អញ្ចឹងគាត់ក៏ស្លាប់បាត់ទៀតទៅទាំងពីរនាក់គាត់ណាហ្នឹងហើយដល់ពេលគាត់ដឹងខ្លួនហ្នឹងគាត់ក៏មកបច្ចុប្បន្នវិញទាំងពីរនាក់ណាអញ្ចឹងហេតុការណ៍នេះដែរធ្វើឲ្យគាត់2នាក់គាត់ហ្នឹងគាត់ឆ្ងល់ណាតើថាគាត់ហ្នឹងអាចទៅអតីតកាលវិញដោយរបៀបណាអញ្ចឹងណាហ្នឹងហើយដល់ពេលគាត់ពិភាក្សានេះចុះឡើងគាត់ថាប្រហែលជាដោយសារតែភ្លើងហ្នឹងណាពេលដែលភ្លើងនឹងមកអញ្ចឹងយើងអាចទៅអតីតកាលបានណាហើយបើសិនជាគាត់ចង់ទៅម្ដងទៀតតែគាត់ត្រូវធ្វើបែបណាអញ្ចឹងណាគាត់អត់យល់ពីអ្នកគាត់ណាគាត់ថាមិនដឹងធ្វើមិនបានទៅវិញទៀតបើសិនជាគាត់អាចទៅបានទៀតគាត់នឹងធ្វើរឿងល្អនៅអតីតកាលណាដើម្បីទៅជួយខ្លួនឯងផងទៅជួយក្រុមគ្រួសារគាត់ផងណាដល់ពេលគាត់អង្គុយពិភាក្សាគ្នាទៅវាមិនដឹងធ្វើមិនណាហើយក៏គាត់ជិះតែខ្លងទ្វារនឹងទៀតដែរប៉ុន្តែក៏អត់មានភ្លើងទៀតទេទៅមកគឺនៅតែបច្ចុប្បន្ននៃការដដែលណាវាអត់មានបដូរដូចកមុនទៀតណាអញ្ចឹងរំលងមកពេលក្រោយទៀតណាពេលដែលម៉ាកគាត់ចេញពីធ្វើការគាត់ក៏ជិះកង់ទៅផ្ទះជាធម្មតាពេលនោះដែរគាត់ជិះទៅគឺគាត់ឃើញភ្លើងនៅមួយសារទៀតបាទភ្លើងហ្នឹងគាត់មកបុកមុខគាត់អញ្ចឹងណាហើយក៏គាត់ស្លាប់ទៅបាទស្លាប់ទៅដល់ពេលគាត់ដឹងខ្លួនគាត់ទៅនៅដឹងខ្លួននៅក្នុងព្រៃបាទក្នុងព្រៃដល់ពេលគាត់មើលចោះមើលឡើងហ្នឹងគឺនៅអាផ្ទះបងប្អូនចាំបានអត់ការគាត់ទៅបោះតង់នៅក្មេងៗក្នុងព្រៃហ្នឹងហើយមួយគ្រូមួយមិត្តភក្តិគាត់ហ្នឹងហើយដល់ពេលគាត់ឃើញឡើងហ្នឹងគាត់ក៏នឹកឃើញការដែលគាត់ហើយនឹងPeter មានគ្រោះថ្នាក់បាទកន្លែងនេះណាហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ព្យាយាមណាគាត់ព្យាយាមទៅណាទៅជួយខ្លួនគាត់នឹង Peter ដែលមានគ្រោះថ្នាក់ក្នុងផ្ទះហ្នឹងណាកន្លែងនេះដែរគឺគាត់រត់ណាគាត់រត់ចូលក្នុងផ្ទះហ្នឹងគាត់ឃើញក្មេងៗចេញម្នាក់ពីរនាក់ហើយអញ្ចឹងគាត់រត់ចូលក្នុងផ្ទះហ្នឹងណាគាត់ចូលផ្ទះហ្នឹងហើយកន្លែងនោះដែរគាត់ឃើញ Peter Mark ហើយនិង Scott ហ្នឹងគាត់នៅក្រៅនឹងឡើយទេអញ្ចឹងកន្លែងនោះដែរគាត់ហៅ Peter ណាគាត់ហៅ Peter ឲ្យមកក្រៅតិចហៅទៅក៏ប្រាប់ Peter ថាតិចទៀតហ្នឹង Peter ឲ្យមានគ្រោះថ្នាក់អីអញ្ចឹងទៅស្ដាប់តាមគាត់ណាអញ្ចឹងពេលដែលចូលក្នុងបន្ទប់នោះដែល Scott ហៅទៅកុំចូលទៅក្នុងណាឲ្យ Scott នៅក្នុងទៅយើងឈរនៅចិត្តមាត់ទ្វារចង់ថាកុំចូលទៅមើលអារូបនៅក្នុងបន្ទប់ហ្នឹងណាហើយឲ្យប្រាប់ទៅ Mark ផងអញ្ចឹងណាហើយកន្លែងហ្នឹងដែរពេលដែល Scott គាត់លើអញ្ចឹងគាត់ឆ្ងល់ដែរណាតើបរិសុទ្ធហ្នឹងជាពីណាគេណាពីណាគេមកពីណាណាហើយដល់ពេលកន្លែងហ្នឹងដែរPeter ហ្នឹងគាត់ក៏បានទៅប្រាប់Mark ថាមានបរិសុទ្ធម្នាក់ប្រាប់ថាតិចទៀតនេះScottគាត់ធ្វើបាបយើងណាអញ្ចឹងឲ្យយើងប្រុងប្រៀបកុំឲ្យចូលទៅក្នុងខាងនោះពេកឲ្យឈរនៅចិត្តទ្វារអាឡ័យមាត់ទ្វារណាព្រោះថាScottតិចទៀតហ្នឹងគាត់ចង់ចាក់សោយើងនៅក្នុងហ្នឹងហើយកន្លែងហ្នឹងណាកន្លែងនេះដែរពេលដែលម៉ាក់គាត់ដឹងហើយគាត់ក៏ជឿជាក់ដែរព្រោះថា Scott ហ្នឹងធ្វើបាបគាត់ប្រហែលដងហើយអញ្ចឹងណាដល់ពេលកន្លែងនេះដែរដល់ពេលគាត់ដឹងខ្លួនពីរនាក់ហ្នឹងគាត់នៅអាចិត្តទ្វារដល់ពេល Scott គាត់ចង់ធ្វើបាបពីរនាក់ហ្នឹងប៉ុន្តែគាត់ប្រឆោតអត់បានព្រោះគាត់នៅឡែកមាត់ទ្វារ
cái này nâng đá về đã sơ sơ tranh tới hai tranh tới nè mà cái nâng Peter có tranh mau mồn là tranh muốn có bật phì bật có thua đắng nè bật bợp máu cái này nhị đá Scott nó có tiếng pay đá có đúa nó tròn là boss em mua lúc đua tới từ một nâng cầm bật mà một nâng cầm bật thở đáy nè thở đáy là bút khăn mình tên mà sân đáy nè nâng ngày hay có cái này nhị đá mà khi nâng Peter nắng có quạt màu với nhé nè màu với có Chris Scott nắng từ bên từ pet ấy lại nhé nè ngày chân cái lại như đá cứ mà cái này quạt bán cài prai tê cả bàn mùi cái lại nhé nè quạt cài prai bàn chui Peter ọt thời quạt nét hay đô từ Scott nắng còn mình là bua đầy mình lại nhé nè chẳng vì đại Scott nó còn từ pet nó đầy còn nó cái ai đi bán nó còn theo bị ọt đôi đá mà nên ngày chẳng Scott nó đầy còn nó còn pra bàn thì còn ngọt với còn mình đã đáy vẫn còn pra ạt cả để lại nó đầy còn mình đã đầy chẳng này chẳng ngày còn là bùa đầy chuối nên ngày chẳng còn phụ cả để còn đầy quát còn đầy còn bàn thì phần đấy còn nó khơi đầy sọt chẳng này là ngày chẳng Scott khôi đầy mìnhจะ hiến lại như thế này cắt mà đo bạch chụp bòn mình lại nhé về đại mạc từ hồ Peter nè chẳng là nhé cứ Peter nó cứ chụp quả này như này quát cứ nơi là o từng sòng kháng cái này quan tá à vậy để chậm lại đúng cứ quát flick ở vậy để quát ban thưa chỉ mùi má cái này quát flick tăng bây giờ quát slong từ tê ca từ chui Peter pe muốn quát flick để chẳng này chẳng mà thà quát cài phải bán ban thưa oi Peter nó flick à vậy để cả lang chỉ mùi quát mùi dần uốn cứ flick nhỏ hay pe để quát từ slong tê ca từ chui Peter pe nó comment chụp tục cho ấy cái quát flick nhỏ hay vấn tay ở vậy để quạt trong cham nó cứ cả quạt nơi tụi riêng ấy nó quạt để chạm bàn được ở bên nhà hay giờ tẹt toang cho mùi nông tục nông ấy nó cứ cài bài ở hai tới chia lại những quạt dây phèp tha drop này nông tè đi hiểu là thợ bạp về Scott thợ bạp ở ban trụ chơi hay Scott thợ ban là buộc luôn ấy này với chỉ cài bài về liệt lại những cái này cắt tầm long ngày muối về để mà còn đào này ấy nhé này đào lên này ấy như này còn đào lên để đào rong này ấy nhé có cậu ban khơi kia vô cái xe đó này cái xe chả nó cái vô mà tục chào là một té này cái chào đó này chẳng có quát khi cái xe mà đông nữa vì hiện cái tiết sky vì kia ngày quát có vô viêm mà rơi máu có quát khơi bỏ miên vì muốn nè hay bỏ miên nó cứ du tăng vì du mình tên tăng vì quạt nó không mấy nhé nè trên con cho cái xe nó mờ hay có quạt căn cái xe nó đa từ xẹp đa ban từ tú quạt khơi nhà phơi nó mà tiệt phơi nó mau trong việc một quạt cái quạt slop đột lại nữa nè bà cái lại như đá về để quạt cọc là nó cứ quạt nơi bị mục sala để quạt riêng cái nơi bị không mấy gì đây lại nhé nè hay quạt có ngò lại thà ta quạt chlong pi về liền màu lực ní cứ từ màu thưa ca rừng ấy chẳng á, chỉ thòm đá về quạt long về liền máu tay quạt đỏ sải rừng ấy mùi chẳng á nè, còn tem một đó nít của ron này quạt khơi chặt miền tương ấy để quạt thử một cái prai tây cá này, chỉ có ron này quạt khơi so hay quạt ban mà thở mơ luôn anh hay Peter nó về đi đấy nè, khơi riêng khơi cùi lên vậy kia trên tay này ngày, còn đấy quạt ron này quạt khơi ta mỏm nó nít quạt thử ấy quạt ron này quạt khơi xỏ bên này này có các bạn chập ở rom từ lừa cái xe ở này chọn đầy quạt nó lại nhé này đọc cái quạt mưa nó có xe nó tới khi cái xe nó bọc bông nó thằng ấy ti pram khai cùng phe năm 1470 đọc về hỏi quạt ban mưa từ thằng ngày khai để quạt màu nữa nè cứ thằng ngày nó cứ ngày thì 4 khai cùng phe năm 1470 chẳng khó khăn một ngày chứ nè chẳng ban đây tha cái xe nó sẽ bán cái chỉnh phần tay cái xe nó là lớn hơn đầy quạt bạc này và trước một sân chỉ bóng ôn miền cái xe để ở toàn chỉnh nhé nơi đáy ta bóng ôn từ thưa ý kiến này ngày chẳng bóng ôn vật chỉ mình khó vì mạng nó pin thì mà
កន្លែងនេះដែរដោយសារតែម៉ាកឃើញកាសែតនឹងនេះហ៎ចឹងគាត់ក៏បានបើកមើលបាទបើកមើលមានព័ត៌មានផ្សេងទៅហើយកន្លែងមួយនោះគឺកន្លែងគេចាក់ឆ្នោតណាឆ្នោតនោះគឺឆ្នោតរង្វាន់ធំមែនទែនឆ្នោត8លេខណាគឺគេដាក់ពេលគេចេញណាលទ្ធផលដែលចេញណាហ្នឹងហើយគាត់ទៅឃើញលទ្ធផលចេញ8លេខហ្នឹងហើយអ្នកត្រូវហ្នឹងគឺខ្លាចជាមហាសេដ្ឋីមកកន្លែងនេះណាហ្នឹងហើយដល់ពេលកន្លែងហ្នឹងបងប្អូនគិតមិនដែរគឺគិតមិនខុសពីម៉ាកទេគឺទៅទិញឆ្នោតហើយឆ្នោតហ្នឹងគឺតម្លៃតែ$1ប៉ុណ្ណោះហ្នឹងហើយគាត់ទៅទិញឆ្នោតហ្នឹងគាត់ចាក់តាមលេខក្នុងកាសែតហ្នឹងទៅហ្នឹងហើយកន្លែងនេះដែរពេលដែលគាត់ទិញឆ្នោតហើយគាត់ក៏យកឆ្នោតហ្នឹងយកទៅឲ្យម្ដាយគាត់ណាហ្នឹងហើយគាត់ឲ្យម្ដាយគាត់ហើយប្រាប់ម្ដាយគាត់ថានេះគឺជាកាដូពីព្រះជាម្ចាស់ដើម្បីឲ្យអ្នកមីងចឹងទៅហើយដោយសារតែពេលនោះម៉ែគាត់ក៏មើលគាត់មិនស្គាល់ដែរដោយសារគាត់នឹងវាធំណាហើយដោយសារពេលនោះម៉ាក់ក៏នៅតូចអញ្ចឹងគាត់អត់ដឹងថាម៉ាក់នេះជាបណ្ណាគេដែរហើយម៉ាក់ហ្នឹងគាត់ក៏មិនអាចប្រាប់តាមត្រង់ថាគាត់ជាម៉ាក់ដែលមកពីបច្ចុប្បន្នកាលអញ្ចឹងណាពួកគាត់ថាគាត់មិនជឿរឿងដែលមិនគួរកើតឡើងណាអញ្ចឹងគាត់ក៏ធ្វើជាអត់ស្គាល់គ្នាទៅហើយគិតថាឆ្នោតនេះគឺជាព្រះជាម្ចាស់ប្រទានឲ្យអញ្ចឹងណាហើយក៏គាត់ចេញទៅវិញទៅកន្លែងហ្នឹងណាអញ្ចឹងដល់ពេលស្អែកឡើងក៏ចេញលទ្ធផលឆ្នោតហ្នឹងហើយគឺលេខទាំងអស់ហ្នឹងគឺត្រូវដូចដែលលេខចាក់ទាំងអស់ដែលម៉ាក់គាត់ទិញឲ្យម្ដាយគាត់ណាកន្លែងហ្នឹងគឺវាមិននឹកស្មានទៅអសោះហើយពេលនោះដែររង្វាន់ឆ្នោតនោះគឺត្រូវបានសរុបជាទឹកប្រាក់ទៅ$20 លានគឺទឹកលុយនោះគឺច្រើនមែនតែនបាទគឺច្រើនមែនតែនហ្នឹងហើយកន្លែងនោះក៏កែប្រែជីវិតម៉ាក់180ដឺក្រេហ្មងកន្លែងហ្នឹងណាហ្នឹងហើយពួកម៉ាក់កន្លែងនោះកើតជាអ្នកមានកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងបន្តទៀតមកម៉ាក់ហ្នឹងក៏គាត់អត់ដឹងដែរព្រោះគាត់ពេលនោះគាត់ក៏ត្រូវឆ្លងពេលវេលាមកបច្ចុប្បន្ននៅកាលវិញណាអញ្ចឹងបងប្អូនសាក់ទាញមើលពេលដែលម៉ាក់គាត់បានត្រឡប់មកបច្ចុប្បន្នកាលវិញតើមានរឿងអីកើតឡើងចំពោះគាត់កន្លែងនេះណាកន្លែងនេះដែរពេលដែលម៉ាក់គាត់ដឹងខ្លួនឡើងណាគាត់ក៏នៅក្នុងបន្ទប់មួយបន្ទប់គេងមួយដែលដ៏ធំបាទហើយពិតជាមានការតុបតែងយ៉ាងស្អាតមែនទែនហើយពេលនោះគាត់ក៏ឮសូរសំឡេងគេគោះទ្វារហ្នឹងហើយគោះទ្វារហើយក៏ពេលបើកទ្វារមកមានគេយកម្ហូបយកអីមកឲ្យគាត់ញ៉ាំណាជាលក្ខណៈថាព្រឹកឡើងមានទឹកដោះគោមាននំមានអីណាយកឲ្យគាត់ហ្នឹងហើយកន្លែងនេះគាត់ក៏ឆ្ងល់ដែរពេលដែលគាត់ងើបមកពីគេងគាត់ក៏ចោះមកក្រោមមើលគឺគាត់ថាគាត់នៅក្នុងផ្ទះមួយដ៏ធំមែនទែនបាទគឺធំមែនទែនដែលមិននឹកស្មានដល់ណាហើយពេលនោះដែរក៏មានការចងចាំថ្មីហោះចូលខួរក្បាលគាត់បាទអញ្ចឹងគាត់បានដឹងថាគាត់នឹងខ្លាចជាអ្នកមានដោយសារតែគាត់ត្រូវឆ្នោតតាំងពីឆ្នាំ1970ហ្នឹងហើយក៏ម៉ែគាត់ហ្នឹងគាត់បន្តធ្វើ business ណាហ្នឹងហើយគាត់បើកហាងបើកអីណាបើកហាងរហូតដល់តាំងពីហាងទូចរហូតដល់ជាហាងធំហើយបរិយាហាងហ្នឹងបានជិត10សាខាណាដល់ពេលបច្ចុប្បន្ននេះគាត់មានហាងលក់កៅអៅហ្នឹងហើយមានម៉ាតហ្នឹងហើយហើយមានសពជាច្រើនទៀតហើយគាត់គឺជា owner ហាងទាំងអស់នោះឯងដែរហ្នឹងហើយបច្ចុប្បន្ននេះម្ដាយគាត់ហ្នឹងក៏អត់តន់ស្លាប់ទេបាទសូមបញ្ជាក់តិចណាដោយសារតែគាត់មានលុយចឹងគាត់ថែទាំសុខភាពគាត់គ្រាន់តែគាត់ចាស់ប៉ុន្តែគាត់អត់ទាន់ស្លាប់ទេបងប្រុសគាត់ដូចគ្នាចឹងបងប្រុសគាត់ហ្នឹងមកជួយការងារគាត់ទាំងអស់គ្នាណាហ្នឹងហើយក៏សម្រាប់ Peter ហ្នឹងជីវភាពគាត់ក៏ល្អប្រសើរដែរហ្នឹងហើយម៉ាក់ក៏បានជួយផ្គត់ផ្គង់ទៅ Peter ណាហ្នឹងហើយ Peter ក៏គាត់ធ្វើជាមេធាវីហ្នឹងហើយ Peter រងថ្ងៃហ្នឹងគាត់ជាមេធាវីមួយហ្នឹងហើយហើយការងារគាត់ក៏ជោគជ័យហ្នឹងហើយក្នុងជីវិតបច្ចុប្បន្នកាលរបស់ម៉ាក់ហ្នឹងគឺប្រសើរទាំងអស់បាទជីវភាពក៏ធូរធារហើយក្រុមគ្រួសារគាត់ក៏មានសុភមង្គលប៉ុន្តែអ្វីដែលគាត់មិនអាចធ្វើបានគឺឪពុករបស់គាត់បាទអញ្ចឹងគាត់ចង់ចូលទៅពេលវេលាអតីតកាលទៅជួយឪពុកគាត់មែនទែនប៉ុន្តែពេលវេលានោះគឺវាមិនអាចកើតឡើងចំពោះគាត់សោះពេលនេះណាហ្នឹងហើយគាត់ថាគាត់ផ្សងមែនទែនគាត់ថាបើសិនជាគាត់អាចទៅពេលវេលានឹងបានគាត់នឹងខាត់ឪពុកគាត់ណាទៅខាត់ឪពុកគាត់អត់ឲ្យជិះឡានមកយកគាត់ទៅរៀនទេប៉ុន្តែកន្លែងនេះដែរគឺគាត់អត់អាចធ្វើបានណាគឺគាត់មិនអាចចូលទៅពេលវេលាដើម្បីប្រាប់ឪពុកគាត់បានណាគឺគាត់សោកស្ដាយមែនទែនហ្នឹងហើយហ
អញ្ចឹងរឿងរ៉ាវខ្លងពេលវេលារបស់ Mark ហើយនិង Peter ក៏ចូលមកដល់ទីបញ្ចប់ហ្នឹងហើយអញ្ចឹងសូមអរគុណបងប្អូនពុកម៉ែដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងសម្រាប់របស់យើងខ្ញុំបាទជាចុងបញ្ចប់បងប្អូនដែលមិនទាន់បានជួយ Subscribe Channel របស់ខ្ញុំសូមមេត្តាជួយ Subscribe ម្នាក់មួយដើម្បីជួយលើកទឹកចិត្តដល់រូបខ្ញុំបានដើម្បីផលិតវីដេអូដទៃទៀតជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យជួបតែសំណាងល្អសុខភាពល្អនិងពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លាតឃ្លាឡើយជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា